តែម្ដងបងប្អូនណាបាទសូមជួយបាទបងប្អូនបានជួយគាត់ទៅបានជួយបាទគាត់ជាពលឺបាទណាអត់ទេលោកគ្រូសូមរីករាយទទួលភ្ញៀវតែម្ដងបាទអត់ឲ្យកាន់ទេបាទខំបងអូយលោកអានេះគេហៅថាបុណ្យពីអតីតផលពីអតីតបងប្អូនយើងសោយបុណ្យចាស់នៅឡើយសោយបុណ្យចាស់សូមកុំភ្លេចធ្វើបុណ្យថ្មីឲ្យបានរឿយសូមរីករាយចំពោះអំពើល្អរបស់គាត់និងរីករាយចំពោះការដឹកនាំរបស់គាត់ជាប្រយោជន៍ដល់ពុទ្ធសាសនាទាំងអស់គ្នាសូមអនុមោទនា88ហើយបងប្អូនយើងទាំងអស់គ្នាសូមមានអាយុវែងហើយមានពរសម្បុរល្អក្នុងពុទ្ធពរ4ប្រការទីបាទឆ្នាំនេះរីករាយក្នុងការបូជាប្រទីបលើកពូលក្នុងកិច្ចគុណរីដើម្បីថ្វាយសាសនាសូមឲ្យបងប្អូនទាំងអស់ជ្រះថ្លាទទួលបានផលឡាអនុសង្ឃច្រើនទុកទុកជាទីសក្ការៈលើកំពូលភ្នំតែបងប្អូនបានយកចិត្តមកដុតបូជាប្រទីបទាំងអស់គ្នាក្នុងរាត្រីនេះសូមអនុមោទនា